ដំណើរកំសាន្តមួយនេះបើសិនជាមានពេលគ្រប់គ្រាន់ជាងនឹងទៀតណាអាចឈប់បានយូរជាងនឹងទៀតខ្ញុំគិតថាប្រហែលជាអាចដើរបានច្រើនប្រាសាទជាងនឹងទៀតរយៈពេលត្រឹមតែមួយអាទិត្យទេពួកយើងព្យាយាមដើរទៅទស្សនានៅតាមប្រាសាទនានាដែលពួកយើងដាក់គោលដៅថាពួកយើងនឹងទៅទស្សនានៅក្នុងប្រាសាទនោះហើយទី1ដែលពួកយើងចេញដំណើរទៅហ្នឹងគឺគោលដៅទី1គឺដំណើរកំសាន្តទៅកាន់ប្រាសាទបន្ទាយស្រីដោយសារតែប្រាសាទបន្ទាយស្រីគឺម៉ាក់របស់ខ្ញុំក៏ដែរបានទៅទេហើយខ្ញុំក៏ទៅប្រាសាទបន្ទាយស្រីលើកទី2ដែរហើយនៅក្នុងទស្សនវិជ្ជាវីដេអូរបស់ខ្ញុំទាំងស្រុងហ្នឹងគឺខ្ញុំអត់បានថតផ្តិតយកនៅទស្សនីយភាពប្លង់នៃក្បាច់រចនារបស់ប្រាសាទទាំងស្រុងទេដោយសារតែមេឃក្តៅផងបងប្អូនអញ្ចឹងទៅក៏ខ្ញុំអត់សូវបានលើកកាមេរ៉ាថតដែរគ្រាន់តែទូរស័ព្ទចង់ក្តៅបងប្អូនហើយដោយសារតែអាកាសធាតុហើយនៅតាមដងផ្លូវនៅពេលដែលខ្ញុំធ្វើដំណើរហ្នឹងគឺខ្ញុំបានថតជាប់ជាមួយនឹងប្រាសាទប្រែរូបផងដែរហើយការធ្វើដំណើររបស់ពួកខ្ញុំធ្វើដំណើរទៅតាមឡានផងជិះម៉ូតូផងដោយសារតែពួកយើងជិះគ្នាអត់ទេហើយមានសមាជិកច្រើនដែរអញ្ចឹងឡានមួយយើងជិះអត់គ្រប់ទេអញ្ចឹងខ្ញុំធ្វើដំណើរដោយការជិះម៉ូតូជាមួយនឹងប្អូនរបស់ខ្ញុំហើយនឹងកូនរបស់ខ្ញុំដោយសារតែអ្នកសិតតាពលឡានមួយហើយនៅពេលដែលខ្ញុំជិះម៉ូតូអញ្ចឹងខ្ញុំកាន់តែថតបានរូបភាពពិតឲ្យបងប្អូនទាំងអស់គ្នាមើលអញ្ចឹងណាដោយសារតែខ្ញុំកាន់ទូរស័ព្ទហើយខ្ញុំលើកបានខ្ពស់អញ្ចឹងទៅខ្ញុំអាចថតឲ្យអ្នកទាំងអស់គ្នាបានមើលបានឆ្ងាយហើយស្អាតហើយបន្តមកកាន់វីដេអូមួយនេះគឺការធ្វើដំណើរទៅកាន់ប្រាសាទនិព្វានប្រាសាទនិព្វាននេះក៏ជាលើកទី2ទី3ដែរដែលខ្ញុំបានមកទស្សនាតែម៉ាក់របស់ខ្ញុំក៏ដែរមកទេដោយសារតែគាត់ទៅហួសមកហួសយើងបានតែត្រឹមនៅខាងក្រៅដែរបានដើរចូលដល់ក្នុងអញ្ចឹងណាហើយខាងក្នុងនេះគឺជាទស្សនវិជ្ជាដែលនៅក្នុងប្រាសាទនិព្វានពេលដែលដើរមកគឺយើងត្រូវដើរឆ្លងស្ពានសិនហើយមានផ្កាឈូកអីនៅអមសងខាងផ្លូវអញ្ចឹងណាតែខ្ញុំអត់បានថតទេដោយសារតែជាប់កាន់កូនដោយសារតែខ្ញុំមានកូនទូចអញ្ចឹងខ្ញុំខ្លាចគាត់ធ្លាក់ទឹកហើយមកដល់ខាងក្នុងនេះគឺខ្ញុំបានថតនៅប្លង់ទស្សនីយភាពខ្លះៗតែតាក់ទងជាមួយនឹងប្រាសាទនិព្វានហើយនៅក្នុងរូបភាពប្លង់នេះដែរគឺខ្ញុំថតជាមួយនឹងប្រាសាទនិព្វានដែលមានរូបប្រាសាទហើយនឹងមាននាគដែលពាន់គ្នានៅចំកណ្ដាលស្រះនឹងតែម្ដងហើយបើសិនជាបងប្អូនទាំងអស់គ្នាចង់ដាក់គោលដៅទស្សនានៅតាមប្រាសាទមួយបងប្អូនទាំងអស់គ្នាបើសិនជាអាចគួរតែសកួរមានដូចជាទឹកឆាតផ្លិតកង្ហារអគ្គិសនីអញ្ចឹងណាដើម្បីឲ្យបងប្អូនទាំងអស់គ្នាងាយស្រួលក្នុងការពារខ្លួនឯងពីការស្រេកទឹកដោយសារតែអាកាសធាតុក្តៅអញ្ចឹងណាដូចខ្ញុំនេះខ្ញុំមកលេងនៅខែ4អញ្ចឹងខែ4បងប្អូនដឹងហើយខែចែកក្តៅណាស់អញ្ចឹងឆ្នាំនេះអាកាសធាតុក្តៅមែនតែនហើយក៏បងប្អូនទាំងអស់គ្នាគ្រាន់តែឃើញចម្ងាយផ្លូវពីខ្ញុំរយៈពេលដែលខ្ញុំដើរពីមួយកន្លែងទៅមួយកន្លែងបងប្អូនទាំងអស់គ្នាដឹងហើយថាខ្ញុំដើរខ្លាំងប៉ុណ្ណាដែរហើយបន្តមកដល់រូបភាពមួយនេះបងប្អូនទាំងអស់គ្នានឹងឃើញប្រាសាទដែលខ្ញុំកំពុងតែថតហើយស៊ូមនៅខាងមុខនេះគឺគេនិយាយអំពីបាក់សីចាំក្រុងនៅក្នុងហ្នឹងគឺតាក់ទងជាមួយនឹងការធ្វើដំណើរឡើងទៅលើភ្នំបាខែងបងប្អូនទាំងអស់គ្នានឹងប្រទះឃើញទស្សនីយភាពដែលគេកំពុងតែជួសជុលប្រាសាទបាក់សីចាំក្រុងអញ្ចឹងណាពេលបងប្អូនដើរមកឡើងមកដល់ចំណុចកំពូលនៃភ្នំប្រាសាទភ្នំបាខែងបងប្អូនទាំងអស់គ្នានឹងអាចមើលឃើញនៅកំពូលប្រាសាទអង្គរវត្តយ៉ាងស្រស់ស្អាតដែលផុសនៅកណ្ដាលព្រៃតែម្ដងវាពិតជាអស្ចារ្យមែនតើនៅពេលដែលបងប្អូនបានឡើងមកដល់លើភ្នំបាខែងបងប្អូនទាំងអស់គ្នាកុំភ្លេចដើរមកខាងក្រោយបន្តិចទៅគឺនឹងមានតាក់ទងជាមួយនឹងការណែនាំឲ្យបងប្អូនទាំងអស់គ្នាសម្លឹងមើលទៅកន្លែងដែលខ្ញុំកំពុងតែឈរថតនេះនឹងមើលឃើញកំពូលប្រាសាទអង្គរវត្តយ៉ាងច្បាស់ហើយមានទិដ្ឋភាពស្រស់ស្អាតមែនតែនជាមួយនឹងការអំណោយផលដែរដោយសារតែខ្ញុំទើបតែដូរទូរស័ព្ទចឹងទៅទូរស័ព្ទរបស់ខ្ញុំគឺអាចស៊ូមបានឆ្ងាយបានចិត្តទោះបីជានៅកន្លែងណាក៏ខ្ញុំអាចស៊ូមអាចមើលឃើញច្បាស់ដែរចឹងក៏វាជាការអំណោយផលមួយសម្រាប់បងប្អូនទាំងអស់គ្នាដែលអាចតាមដាននៅក្នុងវីដេអូរបស់ខ្ញុំចឹងណាបងប្អូនទាំងអស់គ្នាអាចឃើញហើយខាងឆ្វេងខាងស្ដាំខាងមុខខាងក្រោយគឺបែកផ្សែងអាកាសធាតុក្តៅណាស់លុបដោយព្រៃស្ងប់ស្ងាត់ពេញនឹងហ្មងបងប្អូនមើលហៅតែខ្យល់មួយក៏អត់មានដែរប៉ុន្តែនៅពេលដែលបងប្អូនឡើងមកដល់កំពូលប្រាសាទនេះដូចបងប្អូនឈ្នះអស់រលីងហ្មងគឺបងប្អូនជោគជ័យហ្មងដោយសារតែការខិតខំនិងការតស៊ូហើយសុទ្ធតែជានិស្ស័យដែលយើងអាចឡើងមកដល់ខាងលើបានដោយជោគជ័យម្យ៉ាងវិញទៀតបើសិនជាបងប្អូនទាំងអស់គ្នាចង់មកទស្សនាថ្ងៃលិចភាគច្រើនគឺបងប្អូនខ្មែរយើងគាត់មកទស្សនានៅពេលល្ងាចដើម្បីទស្សនាមើលថ្ងៃលិចចឹងណាហើយថ្ងៃលិចដែលមើលពីភ្នំប្រាសាទបាខែងគឺពិតជាស្អាតមែនតើតែដោយសារតែអាកាសធាតុក្តៅពេកចឹងពួកខ្ញុំសម្រេចចិត្តធ្វើការមកទស្សនានៅពេលព្រឹកវិញអារម្មណ៍ពេលព្រឹកនិងអារម្មណ៍ពេលល្ងាចម្យ៉ាងម្នាក់ទេបងប្អូនចឹងបើសិនជាបងប្អូនចង់មកទស្សនានៅប្រាសាទលើភ្នំបាខែងពេលព្រឹកក៏បានពេលរសៀលក៏បានដែរមានថ្ងៃលិចឲ្យបងប្អូនមើលចឹងណាហើយសម្រាប់ខ្ញុំការមកទស្សនានៅលើប្រាសាទភ្នំបាខែងនេះក៏ជាលើកទី2ដែរសម្រាប់ជនបរទេសពួកគាត់ចំណាយលុយជាកប៉ាល់ហោះពួកគាត់ចំណាយលុយជាច្រើនដើម្បីមកចង់ទស្សនានៅប្រាសាទរបស់ខ្មែរយើងដូច្នេះក្នុងនាមយើងជាកូនខ្មែរទោះបីជាហត់ទោះបីជាក្តៅមិនក៏ដោយក៏យើងព្យាយាមឡើងមកទស្សនាជាមួយនឹងប្រា
សាទដែលពាក់បរោះរបស់យើងគាត់បានបន្សល់ទុកហើយសុទ្ធតែជាប្រាងប្រាសាទដែលពិតជាអស្ចារ្យមែនទែនដែលយើងមិននឹកស្មានថាអាចកសាងបាននៅលើកំពូលភ្នំអញ្ចឹងបើសិនជាយើងមកសៀមរាបហើយយើងអត់បានមកទស្សនាប្រាងប្រាសាទដែលបុព្វបុរសយើងបន្សល់ទុកហើយវាពិតជាស្ដាយសំខាន់គឺយើងបានទៅទស្សនាហើយបើសិនជាយើងអាចចង់ដឹងបន្ថែមតាក់ទងជាមួយនឹងក្បាច់រចនាក៏ដូចជាប្រវត្តិរបស់ប្រាសាទមួយហ្នឹងណាបងប្អូនទាំងអស់គ្នាក៏អាចសួរពូហ្គាយឲ្យពូហ្គាយគាត់ណែនាំយើងអញ្ចឹងណាគាត់នឹងប្រាប់យើងហើយថានៅក្នុងក្បាច់ក្បូររចនារបស់ប្រាសាទនៅកន្លែងនេះកន្លែងនោះអញ្ចឹងណាគេបង្ហាញពីអត្ថន័យអីគេខ្លះអញ្ចឹងបើសិនជាបងប្អូនទាំងអស់គ្នាចូលចិត្តតាក់ទងជាមួយនឹងរឿងប្រវត្តិសាស្ត្រអីខ្ញុំគិតថាបងប្អូនទាំងអស់គ្នាអញ្ជើញមកខេត្តសៀមរាបមកមានប្រាសាទជាច្រើនដែរសូម្បីតែខ្ញុំក៏អត់ដឹងច្បាស់ដែរហើយនៅពេលដែលពូហ្គាយគាត់និយាយប្រាប់យើងពីប្រាសាទនិងអត្ថន័យ3របស់ក្បាច់រចនាមួយនៃប្រាសាទគឺពិតជាមានចំណាប់អារម្មណ៍ហើយខ្ញុំពិតជាចង់ស្ដាប់មែនតើហើយនៅពេលដែលបងប្អូនទាំងអស់គ្នាធ្វើការទស្សនានៅតាមប្រាសាទហើយអស់ហើយដែលបងប្អូនចុះមកពីលើភ្នំបាខែងវិញណាគឺគេមានលក់បបរមាន់ដែលនៅខាងក្រោមជើងភ្នំបាខែងហ្នឹងមានតាំងពីសម្លនំបញ្ចុកពេលដែលពួកខ្ញុំមកដល់ហ្នឹងខ្ទង់ម៉ោងមិន10 7 ពី10ហើយវាល្មមចំពេលបាយថ្ងៃថងល្មមបងម៉ាក់របស់ខ្ញុំបើសួរថាហត់អត់គាត់ហត់ដូចតែគ្នាទេតែដឹងថាកម្លាំងមកពីណាបានដើរលេងនិយាយថាដើរលឿនជាងខ្ញុំទៀតតែខ្ញុំនេះកាមេរ៉ាថតមិនចង់តាន់ណាហើយបើយើងមកដើរលេងហើយយើងអត់ដើរវាអត់កើតទេបងប្អូនជិះខ្លះដើរខ្លះចឹងទៅតែសម្រាប់ខ្ញុំមានកូនអាណិតកូនដែរគ្នាដើរយូរម៉ោងពេកគ្នាចុកជើងចឹងណាហើយយើងដើរយូរម្ដងទេអញ្ចឹងយើងក៏ព្យាយាមដើរឲ្យបានច្រើនមើលឲ្យបានច្រើនតាមដែលយើងអាចធ្វើបានចឹងទៅហើយនៅក្នុងវីដេអូរបស់ខ្ញុំក៏មានតែប៉ុណ្្នឹងដែរអរគុណបងប្អូនដែលតាមដានវីដេអូរបស់ខ្ញុំតាំងពីដើមរហូតដល់ចប់ហើយបើសិនជាអ្នកទាំងអស់គ្នាអត់ដឹងថាទៅណាទេមានអារម្មណ៍ថាតបប្រមល់ stress ចង់ relax អាចអញ្ជើញមកខេត្តសៀមរាបបានបងប្អូនគាត់តែទស្សនាមើលតាក់ទងជាមួយនឹងទស្សនវិជ្ជាដែលខ្ញុំថតមកហ្នឹងណាក៏មានអារម្មណ៍ថាស្លាស់មុខស្លាស់មាត់ដែរចុះទម្រាំតែយើងអាចមកផ្ទាល់យើងធ្វើការថតរូបយើងដើរលេងយើងញ៉ាំអីឆ្ងាញ់មិនដឹងថាសប្បាយប៉ុណ្ណាសៀមរាបប្រៀបថានៅសតកាលខ្ញុំប្រតិព័ន្ធការបាត់ដំបងរួញគួនគិនគេងផ្សងតែបាត់ដំបងបងស្មាចំបាឥឡូវបានយល់ចំពេសៀមរាបក្រអូ